កាលពីថ្ងៃអង្គារទី2ខែមិថុនាឆ្នាំ2026ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិអានបាននិយាយថាការបង្កើនការគំរាមកំហែងក៏ដូចជាបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិកប្រឆាំងទៅលើប្រទេសគុយបាគឺស្រដៀងគ្នាទៅនឹងទង្វើការពីសម័យអាណានិគមហើយពួកគេបានព្រមានថាវាប៉ះពាល់ដល់សន្តិភាពនិងសន្តិសុខរបស់អន្តរជាតិនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន F សហរដ្ឋអាមេរិកបានបង្កើនសម្ពាធជាខ្លាំងលើគុយបាចាប់តាំងពីខែមករាដើមឆ្នាំ2026នេះដោយប្រធានាធិបតីអាមេរិកលោក Donald Trump បានលើកឡើងម្ដងហើយម្ដងទៀតពីបំណងចង់ផ្ដួលរំលំរបបដឹកនាំទីក្រុងឡាហាវ៉ានដោយដែលកងកម្លាំងយោធាអាមេរិកបានធ្វើនៅក្នុងប្រទេសវេណេស៊ុយអេឡាកាលពីខែនោះដោយបានចាប់ខ្លួនប្រធានាធិបតីលោក Nicolas Maduro អ្នកជំនាញឯករាជ្យ3រូបរបស់អានបានលើកឡើងដូចនេះថាកិច្ចប្រឹងប្រែងដើម្បីផ្លាស់ប្ដូរសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញនៃរដ្ឋអធិបតេយ្យមួយតាមរយៈការគំរាមកំហែងនិងការបង្ខិតបង្ខំគឺស្រដៀងគ្នាទៅនឹងទង្វើការពីសម័យអាណានិគមសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់របស់លោកប្រធានាធិបតីអាមេរិកពាក់ព័ន្ធការចង់គ្រប់គ្រងគុយបាឆ្លុះបញ្ចាំងឲ្យឃើញពីយុទ្ធសាស្ត្រសម្លុតគំរាមគួរឲ្យបារម្ភយ៉ាងខ្លាំងប្រឆាំងរដ្ឋអធិបតេយ្យមួយការលើកឡើងទាំងនោះមិនមែនត្រឹមជាវោហារសាស្ត្រទេប៉ុន្តែជាផ្នែកនៃយុទ្ធសាស្ត្រទូលំទូលាយពាក់ព័ន្ធទៅនឹងការដាក់ទណ្ឌកម្មព័ទ្ធគុយបាជាយូរមកហើយការចាត់បញ្ចូលគុយបាជារដ្ឋគាំទ្រភេរវកម្មព្រមទាំងការបិទគប់លំហូរប្រេងក៏ដូចជាការដាក់ចេញចំណាត់ការសម្លុតគំរាមផ្សេងលើភាគីទី3ក្រុមអ្នកជំនាញខាងលើដែលត្រូវបានផ្ដល់អាណត្តិដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអានប៉ុន្តែមិនមែននិយាយតំណាងឲ្យអានផ្ទាល់ទេនោះបានទូចឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការគំរាមកំហែងទាំងអស់ជាបន្ទាន់ប្រឆាំងអធិបតេយ្យឲ្យភាពរបស់គុយបា